Sắp ngày này ha, từ na có lừa được cái này vậy tha AI đài. Vấn tay còn miệng mong mà chỉ muốn tiếp con ta ngọt tha ta AI nó cứ chỉ ấy tới. Hai ta AI nó ai chui từ lời trong hôn có được chỉ chịu cam bảo phát ban bật men đài được có ọt. Sức đây là tại ở phía sau cùng một căn Tech Friday Season 3. Việc xưa hai sức đây bao màu đỏ nhé dùng sự mà lý multi-process solution chẳng hạn như mình topic muối đài đang để giấy ông pi thật ta AI sẽ nhận chịu cắm cứ chiều vậy hai đầu ấy ban chỉ không muốn là chịu cắm liên nhé còn phong tạm đáp là bị sập ngày này ba nhà bị AI mong á bị bên cái cứ artificial intelligence cứ chiếc bật ra bị chiếc muối để ai cất riêng có đôi chia thua ca bị phệ có đôi chia thua ca sầm chất đôi chìm nổi chẳng còn tay còn ta viết thua ban lớn trên giường hai chấm đũa ở ca nghe đại dân thua đợi đấy AI ai chui sầm đũa ca nghe đừng thua ca nghe tại ở nút để xoay của bọn bạn AIเปรียบ đôi ជា ជំនួយ ការ ដ៏ វៃ ឆ្លាត មួយ ដែល អាច ជួយ support ទៅ លើ អាជីវកម្ម ក្រុមហ៊ុន របស់ យើង ហើយ ជួយ សម្រួល ការងារ របស់ យើង បាន ច្រើន ខ្លាំង មែនទែន នៅ ក្នុង ពេល 24 ម៉ោង បាន ហើយ បើ សួរ ថា ហេតុ អី បាន ជា ក្រុមហ៊ុន និង ម្ចាស់ អាជីវកម្ម នានា គាត់ ជ្រើសរើស ប្រើ AI នៅ ពេល សប្តាហ៍ ថ្ងៃ នេះ ចឹង បើ សិន ជា ឧទាហរណ៍ ជាក់ស្ដែង ងាយ យល់ ហ្មង ដូច ជា អាជីវកម្ម មាន ការ លក់ដូរ នៅ លើ online ប្រកប ថា ការ លក់ online ការ ឆ្លើយតប និង ការ ផ្ដល់ ជូន សេវាកម្ម ទៅ កាន់ អតិថិជន គឺជា រឿង មួយ ដែល សំខាន់ ខ្លាំង មែនទែន ចឹង ករណី ថា បើ សិន ជា យើង រវល់ ឬ ក៏ មាន សារ ច្រើន ពេក ដែល យើង តប បាត់ អស់ ពេល នោះ គឺ យើង អាច ប្រើប្រាស់ នៅ AI chatbot សម្រាប់ ធ្វើ ការ ជួយ ឆ្លើយតប ទៅ កាន់ អតិថិជន បាន យ៉ាង វិញ ទៀត AI ក៏ ជួយ ធ្វើ ការ suggestion ទៅ កាន់ អតិថិជន របស់ យើង នៅ អ្វី ដែល គាត់ ចង់ បាន ផង ដែរ ហើយ បើ ឧទាហរណ៍ ការងារ នៅ ក្នុង ក្រុមហ៊ុន វិញ គឺ AI ជួយ ទៅ លើ ការ សង្ខេប កិច្ច ប្រជុំ ការ បង្កើត នៅ report ដែល ស្វ័យ ប្រវត្តិ ហើយ យ៉ាង វិញ ទៀត គឺ ជួយ សរសេរ email បាន យ៉ាង លឿន ហើយ ដែល សំខាន់ ហ្នឹង គឺ ជួយ វិភាគ ទៅ លើ ទិន្នន័យ ដើម្បី ងាយ ស្រួល ឲ្យ យើង ធ្វើ ការ សម្រេច ចិត្ត ហើយ មិន ត្រឹម តែ ប៉ុណ្ណោះ ក៏ ជួយ តាមដាន ទៅ លើ លទ្ធផល របស់ កិច្ច ការងារ របស់ យើង ផង ដែរ បើ និយាយ ទៅ ទោះ ជា យ៉ាង ណា ក៏ ដោយ ក៏ ខ្ញុំ នៅ តែ ជឿ ថា មាន មនុស្ស ជា ច្រើន ដែល គាត់ តែង តែ គិត ថា អូ ការ ប្រើ AI ហ្នឹង គឺ ពិបាក ខ្លាំង ណាស់ ហើយ បើ សិន ជា ចង់ ប្រើ AI ត្រូវ ចំណាយ លុយ អស់ ច្រើន ហើយ ម្យ៉ាង វិញ ទៀត តើ តែ ក្រុមហ៊ុន គេ ធំៗ ឬ ក៏ អាជីវកម្ម គេ ធំៗ ទៅ ប្រើ AI បាន តាម ក៏ ពិត ទៅ ជាក់ស្ដែង សប្តាហ៍ ថ្ងៃ នេះ គឺ មិន មែន អញ្ចឹង ទេ ការ ប្រើប្រាស់ AI គឺ មាន ភាព ងាយ ស្រួល ខ្លាំង មែនទែន ហើយ មាន តម្លៃ សមរម្យ នៅ ក្នុង ការ ប្រើប្រាស់ AI ហើយ ក៏ មាន AI ខ្លះ ទៀត ក៏ ប្រើប្រាស់ ដោយ free ផង ដែរ តែ បង មាន ដឹង អត់ ថា នៅ ពេល ដែល យើង ប្រើប្រាស់ AI ឲ្យ បាន ត្រឹមត្រូវ គឺ ជួយ យើង បាន ច្រើន ខ្លាំង មែនទែន ជួយ បង្កើន ប្រសិទ្ធភាព ការងារ កាត់ បន្ថយ ចំណាយ ចំណេញ ពេល វេលា ហើយ សម្រាប់ ចិត្ត បាន លឿន ទៀត ផង យ៉ាង វិញ ទៀត អតិថិជន របស់ យើង ក៏ សប្បាយ ចិត្ត ហើយ អាជីវកម្ម របស់ យើង ក៏ មាន ដំណើរការ បាន យ៉ាង ល្អ ហើយ នឹង រលូន ទៅ មុខ ផង ដែរ តាម ពិត ទៅ បើ សិន ជា បង ចង់ ឲ្យ អាជីវកម្ម របស់ បង នឹង ការងារ ប្រចាំ ថ្ងៃ របស់ បង មាន ប្រសិទ្ធភាព ខ្ពស់ ហើយ អាច ធ្វើ ការងារ បាន ច្រើន ណា បង គួរ តែ ជ្រើសរើស ប្រើ នៅ AI chatbot ដែល ខ្ញុំ មាន AI chatbot មួយ ចង់ recommend ទៅ កាន់ បង ដែរ គឺ មាន ឈ្មោះ ថា AI Smart Assistant បើ និយាយ ពី AI Smart Assistant នេះ ហ្មង គឺ ជួយ សម្រួល ការងារ របស់ បង បាន ច្រើន មែនទែន មិន ថា នៅ ក្នុង ក្រុមហ៊ុន មិន ថា នៅ ក្នុង អាជីវកម្ម ដែល ផ្ដោត សំខាន់ គឺ ជួយ សម្រួល ទៅ កាន់ ការងារ ដូចជា សម្ដៅ ទៅ លើ បង ដែល គាត់ ជា HR Sales Operation ឬ ក៏ ប្រើប្រាស់ សម្រាប់ អាជីវកម្ម របស់ បង ផ្ទាល់ ខ្លួន ក៏ បាន ដែរ អញ្ចឹង បើ សិន ជា បង ចង់ ដឹង ឬ ក៏ ប្រឹក្សា យោបល់ បន្ថែម ទៀត ទៅ ជាមួយ នឹង AI chatbot មួយ នេះ បង អាច ធ្វើ ការ តាក់ទង មក កាន់ Pay Process Solution បាន អូ អី ដែល សំខាន់ ណាស់ នៅ ពេល ដែល បង តាក់ទង មក កាន់ Pay Process Solution ឥឡូវ នេះ បង នឹង ទទួល បាន ការ ប្រើប្រាស់ សាកល្បង ឬ ក៏ free trial ចំនួន 14 ថ្ងៃ តាក់ទង ជាមួយ នឹង AI Smart Assistant នេះ ផង ដែរ ជា ចុង ក្រោយ ខ្ញុំ សុមាលី សូម អរគុណ សូម ជម្រាប លា